ពន្លឺធម៌ព្រះពុទ្ធ15ការសាងមនុស្សបណ្ដាការសាងទាំងឡាយមិនមានការកសាងឯណាដែលឲ្យលំបាកជាងការកសាងមនុស្សឡើយព្រោះថាការកសាងវត្ថុឬសម្ភារៈផ្ទះសម្បែងជាដើមពេលដែលចុះដៃកសាងទៅហើយក៏ឃើញជាផលសម្រេចជាលំដាប់មិនយូរប្រមាណក៏បានរួចជាការស្រេចទៅតាមគម្រោងនៃការងារទោះបីជាមានការផ្លត់ភ្លាំងខ្លះក៏ដោយប៉ុន្តែការកសាងមនុស្សគឺលំបាកតាំងពីពេលចាប់ផ្ដើមលំបាកទាំងវិធីក្នុងការកសាងលំបាកទាំងត្រូវប្រើពេលវេលាច្រើននិងដែលសំខាន់បំផុតគឺលទ្ធផលដែលបានមកនោះស្ថិតនៅក្នុងសភាពដែលមិនប្រាកដថាតើបានល្អទៅតាមដែលត្រូវការដែរឬអត់អ្នកដែលតាំងចិត្តក្នុងការសាងមនុស្សមានការចោះទុនចោះកម្លាំងយ៉ាងច្រើនរួចហើយក៏ត្រឡប់ទៅជាការខកចិត្តអស់សង្ឃឹមទៅវិញគឺមានមិនតិចអ្នកឡើយកាលណាបើការកសាងមនុស្សបានសម្រេចសូម្បីតែម្នាក់ប្រមែងមានតម្លៃដល់ក្រៃលែងគ្រប់គ្រាន់ក្នុងការចោះទុនចោះកម្លាំងជាការពិតណាស់នៅក្នុងភូមិស្រុកណាដែលមានមនុស្សល្អម្នាក់នោះអាចធ្វើឲ្យភូមិស្រុកនោះមានការរីកចម្រើនបាននៅក្នុងគ្រួសារណាដែលមានកូនចៅល្អម្នាក់ឪពុកម្ដាយអាចពឹងពាក់អាស្រ័យបាននៅវត្តណាដែលមានពុទ្ធចិត្តល្អសំបីតែមួយអង្គវត្តនោះក៏រមែងចម្រើនអាចជាទីពឹងដល់មនុស្សទាំងឡាយបានយ៉ាងច្រើនក្នុងសេចក្តីនេះប្រសិនបើមានមនុស្សល្អច្រើនអ្នកនិងច្រើនអង្គគឺជាការប្រសើរដែលក្រៃលែងភូមិស្រុកនោះគ្រួសារនោះវត្តនោះប្រមែងតែងតែចម្រើនទៅមុខគ្មានការថយក្រោយឡើយការថែរក្សាការគ្រប់គ្រងព្រមជាមួយនឹងការចិញ្ចឹមមនុស្សដើម្បីសាងឲ្យបានទៅជាមនុស្សល្អដែលមានគុណភាពនោះគឺពិតជាមិនងាយស្រួលដោយការសាងវត្ថុឡើយអ្នកសាងត្រូវចេះអត់ធន់ចេះលះបង់ទាំងត្រូវចេះត្រៀមចិត្តក្នុងការទទួលយកផលមិនល្អដើម្បីកុំឲ្យការខូចចិត្តជាពិសេសមេដាបិតាដែលប្រាថ្នាតែគុណល្អនោះឯងទោះជាយ៉ាងណាក៏ដោយការសាងមនុស្សពិតជាការងារដ៏សំខាន់បំផុតក្នុងរវាងនៃការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធព្រះអង្គបានបំពេញពុទ្ធកិច្ចក្នុងការកសាងមនុស្សធម្មទានរបស់ព្រះអង្គឈ្នះអស់ទានទាំងពួងព្រោះជាទានក្នុងការកសាងចិត្តសាងវិញ្ញាណរបស់មនុស្សនិងទេវតាឲ្យប្រសើរខ្ពង់ខ្ពស់ធ្វើឲ្យគ្រប់គ្នាមាននូវការយល់ត្រូវជាក់ច្បាស់ចំពោះការពិតនិងឈ្នះនៅទុក្ខទាំងពួងបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាលៀបសក្ការៈតែងតែសម្លាប់នៅបុគ្គលងងខ្លៅដូច្នេះក្នុងរយៈពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងការកសាងមនុស្សត្រូវចេះប្រយ័ត្នប្រយែងរឿងលៀបសក្ការៈមាសប្រាក់និងសម្ភារៈផ្សេងកាលណាបើមេដាបិតាជាដើមចេះតែផ្ដល់ប្រកល់ឲ្យទៅតាមចិត្តចង់របស់កូនពុំនោះទៀតសោតទេគឺបង្រៀនកូនឲ្យចេះចាយធំឲ្យចេះហឺហាដោយគ្រឿងអលង្ការដោយខោអាវសម្លៀកបំពាក់ថ្មីនិងសម្ភារៈនិយមផ្សេងជាដើមដែលលើហួសពីការចាំបាច់នោះឱកាសដែលនឹងធ្វើឲ្យខូចកូនក៏មានច្រើនមិនមែនថាអញ្ចឹងកូនអ្នកក្រសុទ្ធតែបានល្អនោះឡើយចំណុចចាំបាច់សំខាន់បំផុតក្នុងការកសាងមនុស្សគឺសាងគុណធម៌ជួយអប់រំជួយបណ្ដុះបណ្ដាលនៅអំណាចអត់ធន់សេចក្តីព្យាយាមសេចក្តីសន្តោសមាននៅមេត្តាករុណាជាដើមឲ្យមាននៅក្នុងខ្លួនមនុស្សនោះមានកូនចៅជាដើមនឹងឯងគំនិតជាសភាវៈសំខាន់ណាស់មានឥទ្ធិពលក្នុងការផ្លាស់ប្ដូរដំណើរនៃជីវិតរបស់ខ្លួនការផ្លាស់ប្ដូរសង្គមឲ្យទៅតាមគំនិតបានដូចជាគំនិតរបស់មនុស្សសពថ្ងៃសម្លឹងឆ្ពោះទៅរកការចម្រើននៃផ្នែកវត្ថុឲ្យជាទិសដៅនៃជីវិត
មានការស្វែងរកនូវវត្ថុឲ្យជាចំណុចសំខាន់យកនៅវត្ថុជាគ្រឿងវាស់នូវសេចក្តីសម្រេចនៃជីវិតម្ល៉េះហើយសង្គមលោកទាំងមូលក៏មានការផ្លាស់ប្ដូរដោយផ្អៀងទៅរកខាងវត្ថុខ្វល់ខ្វាយទៅនឹងវត្ថុសម្ភារៈតំណងដូចជាដើមចេកដែលចេញទៅយូរមានផ្លែប្រសិនបើការគិតរបស់មនុស្សប្រព្រឹត្តទៅរកសេចក្តីចម្រើនខាងផ្នែកចិត្តវិញ្ញាណវិញមនុស្សរមែងមានគុណធម៌ជាទិសដៅស្វែងរកចម្រើនការផ្លូវចិត្តជាសំខាន់លើកកម្ពស់និងរាប់អានចំពោះអ្នកដែលមានចិត្តប្រសើរខ្ពស់សង្គមលោកនឹងចម្រើនទៅដោយអរិយធម៌ឯការខ្វល់ខ្វាយក្រហល់ក្រហាយនៅក្នុងចិត្តរបស់មនុស្សក៏នឹងថយចុះដែរដូច្នេះអ្នកដែលសាងមនុស្សទាំងឡាយក៏បីសាងនៅសមាធិគឺការយល់ត្រូវនិងគុណធម៌ផ្សេងៗទៀតឲ្យចម្រើនឡើងនៅក្នុងមនុស្សទើបឈ្មោះថាជាអ្នកកសាងលោកពិតប្រាកដ16បញ្ជាក់អត្ថន័យក្នុងពាក្យផ្សេងៗ 1. ពាក្យថាខ្លួនទីពឹងខ្លួនមិនមែនបានសេចក្តីថាមិនជួយគ្នានោះទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីការជួយអ្នកដទៃដោយវិធីច្រើនបែបច្រើនយ៉ាងណាស់ជាពិសេសគឺព្រះអង្គផ្ទាល់ដែលមានពុទ្ធកិច្ចក្នុងការជួយសត្វលោកដោយមិនមានអ្នកណាប្រៀបដូចបានឡើយឯពាក្យថាខ្លួនទីពឹងខ្លួននេះគឺមានអត្ថន័យថាត្រូវព្យាយាមកម្ចាត់បាននូវកិលេសនិងសេចក្តីខ្ជិលព្រមទាំងសេចក្តីសាមញ្ញផ្សេងៗនៅក្នុងសន្តានចិត្តរបស់ខ្លួនឯងព្រោះថាអ្នកដទៃនឹងមិនអាចធ្វើនៅកិច្ចការនេះជំនួសយើងបានឡើយកិច្ចការទាំងនេះអាចនិយាយបានថាការទូលមានឬការធ្វើឲ្យខ្លួនឯងបរិសុទ្ធបុគ្គលដែលទូលមានខ្លួនឯងឲ្យបានស្អាតបរិសុទ្ធពិតៗគឺជាការបាននៅជាទីពឹងក្នុងការរួចចាក់ផុតទុក្ខទាំងពួងជាទីពឹងដែលគេបានដោយកម្រ 2. ពាក្យថាធ្វើល្អបានល្អគេច្រើនតែកាន់យកសេចក្តីថាធ្វើល្អបានផលល្អមានលៀបមានយសសរសើរនិងកាមសុខគេចាត់ទុកថាជាផលល្អក្នុងទីនេះលុះដល់គេមិនបានឃើញផលល្អតបស្នងបែរជាទទួលយករឿងមិនល្អដោយប្រការផ្សេងៗវិញគេក៏អស់ជំនឿឬគិតថាធ្វើល្អក្របានផលណាស់ពាក្យថាធ្វើល្អបានល្អពិតមែនថាសំដៅដល់ការបានផលដែលល្អហើយប៉ុន្តែអ្វីដែលល្អជាងផលលៀបយសសរសើរនិងកាមសុខតទៅទៀតនោះគឺសេចក្តីល្អនឹងឯងសេចក្តីល្អជាងភពឋានណាទាំងអស់ព្រោះជាសេចក្តីល្អរបស់ចិត្តជាគុណសម្បត្តិប្រព្រឹត្តទៅជាបារមីជាគុណជាតិកម្ចាត់បាំងនៅបាបធម៌ក្នុងសន្តានចិត្តមានតម្លៃកាត់ថ្លៃមិនបានកាលណាបើសេចក្តីល្អនោះប្រកបដោយបញ្ញាផងឯពាក្យថាធ្វើបុណ្យបានបុណ្យក៏មានអត្ថន័យដូចគ្នាដែរព្រោះបុណ្យគឺជាសេចក្តីល្អនឹងឯង 3. ពាក្យថាធ្វើបាបបានបាបមានមនុស្សមួយចំនួនយល់ថាធ្វើបាបបានលុយពិតមែនហើយធ្វើបាបបានលុយតែនឹងគឺជាការលក់ខ្លួនលក់បុណ្យលក់ឧត្តមកតេនិងលក់នៅសេរីសួស្តីបដូរយកនៅបាបអពមង្គលនិងសេចក្តីក្តៅក្រហាយមកដង្ហែក្នុងជីវិតអ្វីដែលបានមកអំពីការធ្វើបាបដូចជាមាសប្រាក់និងសេចក្តីសប្បាយផ្សេងៗជាដើមត្រូវបានអស់ទៅនិងស្ថិតនៅតែអារម្មណ៍ដែលនាំឲ្យមានការសាមញ្ញចិត្តជាពិសេសត្រូវរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សអាក្រក់ 4. ពាក្យថាទុក្ខសច្ចៈមិនមែនព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់សម្ដែងឲ្យមនុស្សយើងកើតទុក្ខទេពាក្យនេះបានបញ្ជាក់អំពីចំណុចចាប់ផ្ដើមក្នុងការរំលត់ទុក្ខព្រោះទុក្ខសច្ចៈត្រូវកំណត់ដឹងមនុស្សយើងតែងស្វែងរកការសប្បាយដើម្បីបំភ្លេចទុក្ខតែនេះគឺយើងភ្លេចទុក្ខដោយខ្លួនឯងតែប៉ុណ្ណោះឯចំណែកទុក្ខវិញនោះមិនបានបំភ្លេចយើងទេពោលគឺទុក្ខមិនបានបាត់បង់ទៅណាឡើយដែលក្នុងព្រៃបន្លាដោយបិទភ្នែកព្រោះខ្លាចបន្លាមុតវាជារឿងលប់សតិយ៉ាងណាមិញសត្វលោកខ្លាចនៅទុក្ខក្នុងវដ្តសង្សារតែមិនមើលឲ្យឃើញនៅទុក្ខនេះជាការល្ងងខ្លៅ
អង្គធម៌បានដល់អវិជ្ជាការកំណត់ដឹងនៅទុក្ខរមែងឃើញទុក្ខព្រមទាំងហេតុឯផលសម្រេចគឺជាសុខប្រៀបដូចឃើញនៅបន្លាហើយមិនជន់បន្លាដូចនោះឯងជាធម្មតាបន្លាមិនដែលមកមុតយើងទេមានតែយើងទេដែលដើរជន់បន្លានោះ 5. ពាក្យថានិព្វានជាពាក្យដែលគួរនាំយកមកនិយាយគ្នាជាទូទៅពេញពិភពលោកព្រោះនិព្វានជាទិសដៅនៃមនុស្សគ្រប់គ្នាព្រះនិព្វានគឺជាទីបញ្ចប់នៃបញ្ហាជាការអស់តោនៃទុក្ខដែលមនុស្សគ្រប់គ្នាអាចសម្រេចបានព្រោះការរំលត់នៅតណ្ហាមនុស្សយើងដែលមានការប្រាថ្នាមានការចម្រើននៅតណ្ហាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះក៏ព្រោះតែចង់ដោះស្រាយនៅបញ្ហានឹងឯងដោយការយល់ថាបញ្ហានៅត្រង់ការមិនមានឬខ្វះនៅរបស់នោះប៉ុន្តែតាមការពិតបញ្ហាដែលថាមិនមានឬខ្វះនោះព្រោះតែមាននៅតណ្ហាទេតើប្រសិនបើមិនមាននៅតណ្ហាទេសេចក្តីដឹងខ្លួនថាខ្វះខាតក្នុងចិត្តឬទុក្ខកង្វល់ព្រោះការខ្វះខាតរមែងមិនមានដោយពិតប្រាកដមនុស្សយើងដែលមិនដឹងតែងតែយកនៅតណ្ហាមកដោះស្រាយនៅបញ្ហាតែនេះវាជាការចម្រើនក៏ពូននៅបញ្ហាទៅវិញទេដោយសារតែការចម្រើននៅតណ្ហាច្រើនឡើងក្នុងចិត្តមនុស្សខ្លួនឯងជារៀងរាល់ថ្ងៃមនុស្សក្នុងពិភពលោកកំពុងតែធ្លាក់ចូលទៅក្នុងរណ្ដៅនៃតណ្ហាព្រោះតែមិនរង្គៀសចំពោះតណ្ហាក្នុងខ្លួនម្នាក់ថែមទាំងជ្រោមជ្រែងប្រព្រឹត្តទៅដើម្បីប្រកួតប្រជែងគ្នាមានសពបែបយ៉ាងជាដើមដូច្នេះពាក្យថានិព្វាននិយាយអំពីសន្តិភាពនៅក្នុងមនុស្សម្នាក់និងសន្តិភាពក្នុងពិភពលោកទាំងមូលដើម្បីដោះស្រាយនៅបញ្ហានៅក្នុងពិភពលោកមនុស្សគួរតែយកចិត្តទុកដាក់និយាយគ្នាអំពីនិព្វានដែលជាអរិយសច្ចៈដ៏សំខាន់និងដែលមានពិតប្រាកដ17គុណសម្បត្តិនៃពុទ្ធបរិស័ទល្អពុទ្ធបរិស័ទល្អគឺជាអ្នកសិក្សាស្រាវជ្រាវរាវរកនៅសេចក្តីពិតធ្វើការត្រួតពិនិត្យនៅសេចក្តីនៃព្រះពុទ្ធភាសិតជាអ្នកយល់ដឹងនៅហេតុផលឲ្យបានច្បាស់លាស់រមែងមាននៅគុណសម្បត្តិដូចតទៅ 1. ធ្ងន់ក្នុងហេតុផលចេះមើលឃើញកម្មនិងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុជាបច្ច័យមិនមែនចេះតែជឿងាយហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេនិយាយឬឃោសនានោះឡើយ 2. យល់ត្រូវថាផលសម្រេចដែលខ្លួនត្រូវការនិងទិសដៅដែលខ្លួនប្រាថ្នានឹងទៅឲ្យដល់រមែងសម្រេចបានដោយការចុះដៃធ្វើខ្លួនឯងត្រូវពឹងលើខ្លួនឯងពឹងលើការព្យាយាមព្រមដោយស្មារតីមិនរងចាំជោគជតារាសីឬក៏សង្ឃឹមផលដោយការអង្វរករការបួងសួងសែនព្រេនចំពោះអ្វីៗដែលជាបច្ច័យអំពីខាងក្រៅ 3. មានការទទួលខុសត្រូវចំពោះខ្លួនឯងដោយការវិចារនៅអំពើអាក្រក់រក្សាខ្លួនដោយការមិនធ្វើបាបមិនមែនធ្វើអាក្រក់ហើយស្វែងរកវត្ថុខាងក្រៅឲ្យជួយលាងជម្រះឬរកអ្នកដទៃឲ្យមកទទួលទោសជំនួសនោះទេម្យ៉ាងទៀតមានការទទួលខុសត្រូវចំពោះអ្នកដទៃដោយការធ្វើនូវអំពើល្អដល់គេព្រោះថាសត្វលោកគ្រប់គ្នាធ្វើអ្វីគ្រប់យ៉ាងមកអំពីការចង់បាននូវសេចក្តីសុខចង់បាននូវការប្រសើរដូច្នេះទើបត្រូវមានមេត្តាចំពោះសត្វលោកទាំងអស់មិនត្រឹមតែប៉ុណ្ណោះក្នុងបរ្ដាសត្វលោកទាំងនោះមានអ្នកមានគុណប្រកបដោយប្រការផ្សេងរាប់មិនអស់ផងដែរទើបត្រូវមាននូវកតញ្ញូតាធម៌ដែលជាផ្នែកទទួលខុសត្រូវចំពោះអ្នកដទៃយ៉ាងពិសេស 4. មានការយល់ត្រូវថាមនុស្សមានសិទ្ធិដោយធម្មជាតិដើម្បីនឹងធ្វើការងារផ្សេងក្នុងការកសាងខ្លួនឯងឲ្យបានប្រសើរឡើងរហូតដល់ថ្នាក់ប្រសើរជាងទេវតាឬឥន្ទព្រំតទៅទៀត 5. យល់ត្រូវថា
គុណធម៌ក្តីសមត្ថភាពក្តីការបដិបត្តិក្តីគឺជាគ្រឿងវាស់នៅភាពប្រសើរឬភាពអន់ថយរបស់មនុស្សមិនមែនបែងចែកទៅតាមការប្រកាន់វណ្ណៈនោះឡើយ 6. មិនចេះតែសម្លឹងមើលទៅរកទោសអ្នកដទៃគឺមានការសិក្សាចំពោះជីវិតឃើញច្បាស់នៅកម្មចាស់ដែលបានឲ្យផលក្នុងពេលបច្ចុប្បន្នកំណត់យកជាការរៀនសូត្រពលគឺការចេះពិចារណាយល់ខ្លួនឯងតាមហេតុតាមផល 7. ការសម្លឹងមើលភូមិឋានគឺការមើលនៅសន្តានចិត្តរបស់ខ្លួនដែលមាននៅក្នុងពេលបច្ចុប្បន្នផ្នែកណាដែលមិនល្អក៏វឹកហាត់កែប្រែបន្តិចម្ដងរៀបចំផែនការកម្ចាត់បងនៅបាបអកុសលឲ្យអស់ពីសន្តានចិត្តរបស់ខ្លួនបើផ្នែកណាដែលល្អហើយក៏ចេះតែសន្សំចម្រើនឡើងក៏ពូននៅគុណធម៌យកនៅគុណធម៌ជាខ្លឹមសារនៃជីវិត 8. មានការដឹងច្បាស់វាមិនមានអនាគតជាតិណាក្រៅអំពីការបន្តទៅនៃចិត្តមួយខណៈនោះឡើយដូច្នេះហើយអំពើល្អទាំងប៉ុន្មានដែលចិត្តបានសន្សំគឺជាការសាងនូវគុណភាពរបស់ចិត្តឬគុណភាពនៃជីវិតធ្វើឲ្យជីវិតដែលបន្តរហូតទៅមុខបានដល់ជាតិក្រោយជាជីវិតដែលល្អក្រៃលែងឡើងតាមពិតមិនមានការរីករាយឯណាក្នុងដំណើរនៃជីវិតឲ្យដូចក៏រួមដំណើរជាមួយនឹងខ្លួនឯងដែលជាមនុស្សល្អនោះទេ 9. មានការថែរក្សានូវគុណធម៌ផ្សេងៗដូចជាគេថែរក្សានូវទ្រព្យសម្បត្តិដ៏មានតម្លៃពុំនោះសោតគឺដូចជាការថែរក្សានូវកូនចៅអវយវៈនិងអាយុជីវិតរបស់ខ្លួនជាដើមតាមពិតកិលេសដែលនៅមិនទាន់បានលះវាអាចឲ្យយើងទៅជាមនុស្សអាក្រក់បានប៉ុន្តែដោយសារយើងអាចរក្សានូវគុណធម៌ទើបធម៌រក្សាយើងមិនឲ្យទៅជាមនុស្សអាក្រក់នឹងឯង 10. ឧស្សាហ៍ព្យាយាមទទួលយកនូវព្រះពុទ្ធវចនៈមកដាក់នៅក្នុងខ្លួនព្រោះបានដឹងច្បាស់ថាមិនមានសម្បត្តិអ្វីដែលមានតម្លៃឲ្យដោយការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធនោះឡើយ 18. បណ្ដោះពូជមេត្តានៅពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានទទួលនូវទឹកភ្លៀងដោយមានការជួយទាបសពគ្រប់បណ្ដាគ្រប់ពូជទាំងឡាយក៏បានដុះរុក្ខជាតិដែលបានក្រៀមស្វិតស្រពោននិងដែលបានជ្រុះស្លឹកអស់ក៏ប្រែជាស្រស់បំប្រងនិងមានការលុះនៅស្លឹកខៀវខ្ចីមានលំពងមានត្រួយគួរឲ្យគិតគុណហើយសប្បាយចិត្តពូជដុះព្រោះទឹករុក្ខជាតិល្អស្លឹកព្រោះមានភ្លៀងមានពូជមួយបែបទៀតដែលត្រូវអាស្រ័យនឹងទឹកដូចគ្នាដែរប៉ុន្តែគឺជាទឹកចិត្តមិនមែនជាទឹកភ្លៀងនោះទេព្រោះថាពូជនោះគឺជាពូជមេត្តាក៏ដូចជាពូជដតីទៀតដែរព្រោះត្រូវដាំបណ្ដុះនៅក្នុងផែនដីគឺសន្តានចិត្តនឹងឯងដោយពាក្យពោលថាបណ្ដុះពូជឈើនៅលើដីបណ្ដុះមេត្រីនៅក្នុងចិត្តស្រោចទឹកមេត្តាកុំឲ្យស្វិតថែកុសលពិតកុំឲ្យរយការបណ្ដុះបណ្ដាលនៅមេត្រីភាពនៅក្នុងសន្តានចិត្តបានដល់បំណងល្អការគិតល្អការប្រាថ្នាល្អដើម្បីឲ្យអ្នកដទៃបានរស់នៅជាសុខគឺជាការប្រឆាំងនៅការបៀតបៀននិងបំណងអាក្រក់ផ្សេងទៅរកអ្នកដទៃនោះបុគ្គលដែលមានចិត្តពោពេញទៅដោយមេត្តារមែងសាងតែមិត្តនៅជុំវិញខ្លួនឬគ្រប់ទិសគ្រប់ទីស្ថានម្ល៉េះហើយបុគ្គលនោះទើបមានតែអ្នកស្រឡាញ់មានអ្នកចូលចិត្តមានអ្នករាប់អានជាទូទៅហើយក៏មិនបានចាត់ទុកអ្នកណាជាសត្រូវឡើយរស់នៅដោយចិត្តត្រជាក់ប្រឆាំងពីប្រឆាំងការព្យាបាទផ្សេងទាំងអស់នេះរមែងបានសម្រេចមកអំពីពូជមេត្តាដែលខ្លួនបានបណ្ដុះទុកហើយដោយល្អនិងបានស្រោចទឹកជាប្រចាំនឹងឯង
19ការទន់ភ្លន់បាយដែលបរិភោគទទួលទានបើរឹងស្រួយពេកទៅក៏គេលំបាកក្នុងការទំពាលំបាកក្នុងការលេបឯសម្លៀកបំពាក់វិញបើសាច់គ្រោកគ្រៀតខ្លាំងក៏មិនមានអ្នកឯណានិយមស្លៀកពាក់ដែរបាយដែលគេនិយមបរិភោគគឺជាបាយទន់មានជូរទន់ល្មីមិនជ្រីពេកនិងមិនឆៅឯសម្លៀកបំពាក់គឺគេត្រូវការសំពត់សាច់ម៉ត់សាច់ទន់ល្អល្អិតស្លៀកពាក់ទៅដោយការសប្បាយសេចក្តីនោះយ៉ាងណាចំពោះមនុស្សយើងដែលមានកិរិយារឹងក្រៀវក្រោធនិងមិនចេះទន់ភ្លន់មានពាក្យសម្ដីមិនសុភាពរាបសាររមែងមិនមានបុគ្គលណានីមួយនិយមចូលចិត្តរាប់អានឡើយព្រោះរឿងក្រោធគ្រៀតច្រងហៀងច្រងាមិនទន់ភ្លន់មិនរាបសាររមែងមិនមែនជាការពេញចិត្តរបស់មនុស្សដោយទូទៅកិរិយានៃការទន់ភ្លន់វាចាសុភាពជាស្នេហាដ៏ប្រសើរធ្វើឲ្យមនុស្សនិយមចូលចិត្តនឹងភាពស្និទ្ធស្នាលដូចបាយដែលទន់ល្អដែលមានរសជាតិឆ្ងាញ់គួរដល់ការទទួលទាននិងសម្ពុតសាច់ម៉ត់ទន់ល្មីដែលជាទីពេញនិយមនៃមនុស្សទាំងឡាយទាំងពួងដូច្នោះឯងដោយហេតុនេះមនុស្សដែលមានកិរិយាមារយាទល្អនិងមានពាក្យសម្ដីទន់ភ្លន់សុភាពរាបសារដូចជាផ្កាក្រអូបឬផ្អែមល្ហែមដូចទឹកឃ្មុំទើបមានប្រៀបទៅលើមនុស្សដែលរឹងរូសនិងក្រៀវក្រោធខាងផ្នែកចរិយាមារយាទនិងពាក្យសម្ដីនឹងឯង20សម្បត្តិពិតកាលនៅពីតូចយើងយល់ថាខ្លួនយើងជាសម្បត្តិរបស់លោកឪពុកអ្នកម្ដាយព្រោះលោកទាំងពីរបាននោះចិត្តដិតនិងមើលថែទាំយើងដល់ក្រៃលែងតមកទៀតយើងក៏បានធំឡើងមានមិត្តភ័ក្តិយើងក៏យល់ថាយើងជាសម្បត្តិរបស់មិត្តភ័ក្តិឬមិត្តភ័ក្តិជាសម្បត្តិរបស់យើងព្រោះមិត្តភ័ក្តិបានឲ្យភាពលេងសប្បាយរីករាយភ្លើតភ្លើនដល់យើងមានកូនខ្លះចោលទាំងឪពុកម្ដាយទៅតាមមិត្តភ័ក្តិទៀតផងលុះដល់អ្វីដែលចេះស្រឡាញ់និងមានមនុស្សណាដែលខ្លួនស្រឡាញ់ក៏មានការយល់ជាថ្មីថាមនុស្សដែលជាទីស្រឡាញ់របស់យើងជាសម្បត្តិដ៏សំខាន់ថ្លៃថ្លាព្រោះជីវិតរបស់យើងនឹងមានសេចក្តីសុខក៏ដោយសារតែបាននៅរួមជាមួយនឹងបុគ្គលនោះបើមិនបានបុគ្គលនោះជាទីស្រឡាញ់នោះទេយើងរមែងមិនបាននៅសេចក្តីសុខឡើយលោកដល់គ្រាបានគ្នាជាគូក្រងស្វាមីក៏យល់ថាភរិយាជាសម្បត្តិរបស់ខ្លួនរីឯភរិយាវិញក៏មានការយល់ថាស្វាមីគឺជាសម្បត្តិរបស់ខ្លួនដូចគ្នាក្រោយមកក៏មានបុត្រាបុត្រីការផ្លាស់ប្ដូររបស់ចិត្តក៏ចេះតែដូររហូតដែរឥឡូវក៏មានសេចក្តីដឹងខ្លួនជាថ្មីថាបុត្រធីតាគឺជាកូនប្រុសស្រីទើបជាសម្បត្តិដ៏វិសេសវិសាលជាងអ្នកណាទាំងអស់នៅពេលដែលកូនធំឡើងហើយបានបែងចែកអំពីទ្រូងឪពុកម្ដាយទៅមានគូស្រកររៀងខ្លួនភាពឯកាភាពស្ងាត់ជ្រងំនៅក្នុងចិត្តក៏បានប្រកាសឡើងដល់ឪពុកម្ដាយគួរឲ្យស្រងេះស្រងោចព្រោះក្នុងរយៈពេលនេះអាយុរបស់ម៉ែឪក៏កាន់តែច្រើនឡើងចូលដល់វ័យចាស់ជរាហើយត្រូវបានផ្លាស់ប្ដូរនូវការយល់នៅសេចក្តីដឹងខ្លួនព្រមទាំងដូរផ្លាស់នៅសេចក្តីសង្ឃឹមនៅក្នុងសម្បត្តិរបស់ខ្លួនមានតែការសង្ស័យថាតើអ្វីជាសម្បត្តិរបស់ខ្លួនដែលពិតប្រាកដដល់វ័យចាស់ជរាគួរឲ្យអាណិតឪពុកម្ដាយជាពិសេសឪពុកម្ដាយដែលត្រូវកូនបោះបង់ចោលដូច្នេះទើបបានដឹងនៅសេចក្តីពិតថាខ្លួននេះឯងជាសម្បត្តិរបស់ខ្លួនមិនមែនអ្នកដទៃទាំងឡាយដែលខ្លួនធ្លាប់សម្ដៅទៅរកដោយសេចក្តីសង្ឃឹមថាជាសម្បត្តិរបស់ខ្លួននោះឡើយអ្នកដទៃគ្រប់គ្នាគេបានផ្លាស់ប្ដូរទៅតាមកាលទៅតាមពេលវេលានិងទៅតាមវ័យទៅតាមការរៀងខ្លួនតែខ្លួនរបស់យើងនៅជាប់ជាមួយនឹងយើងជានិច្ចនិងជាសម្បត្តិតាំងអំពីដើមរហូតមកខ្លួនយើងទើបជាសម្បត្តិរបស់យើងព្រោះហេតុដូច្នោះ
យើងត្រូវព្យាយាមយកសម្បត្តិសាងសម្បត្តិក្នុងវ័យនេះឯងលែងគិតលែងប្រកាន់ទៅរកអ្នកដទៃដើម្បីចាប់យកមកជាសម្បត្តិរបស់ខ្លួនតទៅទៀតហើយត្រូវព្យាយាមសាងនូវបុណ្យកុសលដែលជាគ្រឿងជប់មកតាមខ្លួនទៅគ្រប់ទីឋានទាំងអស់ព្រោះមានតែបុណ្យប៉ុណ្ណោះដែលជាសម្បត្តិដែលល្អពិតរបស់ខ្លួនអ្វីៗដទៃទៀតមិនអាចជប់ទៅតាមខ្លួនបាននោះឡើយ